កម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជីជិតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី5ឆ្នាំ2026យោងតាមសហព័ន្ធកីឡាជីជិតស៊ូកម្ពុជាបានឲ្យដឹងថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជីជិតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី5ដែលក្រុងនឹងធ្វើឡើងនៅខែសីហាឆ្នាំ2026ខាងមុខនេះនៅក្នុងខេត្តសៀមរាបលោក Jesper Machinpas អនុប្រធានទី1សហព័ន្ធបានមានប្រសាសន៍ថាការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះគឺធ្វើឡើងក្នុងអំឡុងចុះហត្ថលេខាជាផ្លូវការលើអនុសាសន៍នៃការយោគយល់គ្នារវាងឯកឧត្តមថងបញ្ញធនប្រធានសហព័ន្ធនិងសហភាពជីជិតស៊ូទ្វីបអាស៊ីដែលតំណាងដោយឯកឧត្តម Fahad Al-Sasi អគ្គលេខាធិការនៃសហព័ន្ធជីជិតស៊ូទ្វីបអាស៊ីអនុសាសន៍នៃការយោគយល់គ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី30ខែតុលាឆ្នាំ2025ក្នុងអំឡុងពេលការប្រកួតកីឡាជីជិតស៊ូអាស៊ីលើកទី3នៅប្រទេសបារ៉ែនលោក Jesper Machinpas បានបន្តថាអំឡុងពេលដែល MOU នោះសហព័ន្ធកីឡាជីជិតស៊ូកម្ពុជាក៏បានបង្ហាញសៀវភៅស្ដីពីតំបន់ទេសចរនៃខេត្តសៀមរាបដែលសហព័ន្ធក្រុងនឹងរៀបចំការប្រកួតនេះដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់ផងដែរការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាបគឺជាឱកាសមួយដើម្បីពង្រឹងកីឡាជីជិតស៊ូនៅក្នុងស្រុកនិងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់អំពីភាពផូរផង់នៃវប្បធម៌និងតំបន់ទេសចរនៃប្រជាណាចក្រកម្ពុជាមិនត្រឹមតែប៉ុណ្ណោះសហព័ន្ធក៏កំពុងធ្វើការយ៉ាងស្និទ្ធស្នាលជាមួយក្រសួងស្ថាប័នអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឲ្យបានរលូនហើយនឹងកំពុងស្វែងរកដៃគូសហការនិងអ្នកឧបត្ថម្ភដើម្បីធ្វើព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ជាមួយគ្នានេះឯកឧត្តមថងបញ្ញធនក៏បានមានប្រសាសន៍ដែរថាយើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុសាសន៍នៃការយោគយល់គ្នានេះដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាជីជិតស៊ូទ្វីបអាស៊ីអនុញ្ញាតឲ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាកម្រិតតំបន់នៅក្នុងប្រទេសកម្ពុជាយើងទទួលបានសមិទ្ធផលយ៉ាងធំធេងពីការប្រកួតកន្លងមករួមទាំងការប្រកួតកីឡាជីជិតស៊ូនៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី32ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍស៊ីជម្រៅសម្រាប់កីឡាជីជិតស៊ូនៅកម្ពុជាសហព័ន្ធកីឡាជីជិតស៊ូកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពសហព័ន្ធជីជិតស៊ូអាស៊ីចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកីឡាជីជិតស៊ូនៅទ្វីបអាស៊ីពួកយើងទន្ទឹងរង់ចាំស្វាគមន៍ប្រតិភូគ្រូបង្វឹកអត្តពលិកនិងអ្នកចូលរួមទាំងអស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ2026ខាងមុខ